ខ្ញុំបាទ live please សូមអនកាយគ្រប់ជំរាបសួរដល់បងប្អូនទស្សនិកជនជាពិសេសបងប្អូនកម្មករកម្មករនីដែលកំពុងនៅតាមដានការផ្សាយកម្មវិធីពិសេសសម្រាប់កម្មករថ្ងៃនេះយើងនឹងមានវិធានបទថ្មីមួយទៀតតាក់ទងរឿងសហជីពចង់ដឹងថាតើរោងចក្រសហគ្រាសមួយមានសហជីពនិងអត់សហជីពមានអត្ថប្រយោជន៍បែបណាហើយនេះខ្ញុំបាទអញ្ជើញលោកអូនតារាដែលជាវាគ្មិននៅក្នុងកម្មវិធីយើងដើម្បីយកមកជជែកគ្នាពាក់ព័ន្ធទៅនឹងវិធានបទកុំឲ្យខាតពេលយូរខ្ញុំបាទសូមជួបលោកអូនតារាទាំងអស់គ្នាបាទជំរាបសួរលោកអូនតារាបាទលោកអូនតារាថ្ងៃនេះយើងមានវិធានបទថ្មីមួយទៀតតាក់ទងទៅនឹងសហជីពបង្កើតនៅក្នុងរោងចក្រសហគ្រាសមួយព្រោះយើងដឹងហើយថាសហជីពក៏ដូចជារោងចក្រសហគ្រាសមួយចំនួនពេលខ្លះគាត់មានសហជីពគាត់ចងក្រងសហជីពហើយរោងចក្រខ្លះក៏អត់មានសហជីពដែរតែចង់ដឹងថាតើរោងចក្រដែលអត់មានសហជីពវាមានផលប្រយោជន៍យ៉ាងម៉េចហើយរោងចក្រដែលមានសហជីពតើគាត់មានផលប្រយោជន៍យ៉ាងម៉េចសម្រាប់បងប្អូនកម្មករដែលកំពុងតែធ្វើការនៅទីនោះបាទសូមជឿបាទអរគុណលោកផលីហើយក៏ខ្ញុំបាទសូមអនុញ្ញាតគ្រប់នឹងជំរាបសួរដល់អូនម៉ែពុកភូមិទាំងអស់ផ្សេងបងប្អូនកម្មករយុវជនដែលកំពុងបម្រើការនៅតាមសហគ្រាសស្ថាននៅក្នុងប្រជាជាតិកម្ពុជារបស់យើងសប្តាហ៍នេះស្ថិរភាពការងារក៏ដូចជាការងារនៅកម្ពុជាយើងគឺល្អប្រសើរហើយបានកំពុងតែបំពេញយ៉ាងសស្រាក់សស្រាំបងប្អូនកម្មករយើងមិនថាមកពីប្រទេសថៃទេគឺថាសប្តាហ៍មានការងារគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនដល់បងប្អូនរបស់យើងយើងដឹងហើយថាថ្មីនេះទោះបីជាប្រទេសកម្ពុជារបស់យើងមានចំនួនគ្នាជាមួយនឹងប្រទេសថៃហើយបងប្អូនពលករបានវិលត្រឡប់មកប្រទេសកម្ពុជាយើងវិញយើងមើលឃើញថាសន្ទុះនៃការងារកាន់តែកើនឡើងហើយតម្រូវការនៃពលកម្មក៏កាន់តែមានច្រើនដែរហើយបងប្អូនយើងដែលត្រឡប់មកវិញនេះគឺទទួលបានការងារគ្រប់គ្រាន់ក្នុងការងារដែលពួកគាត់ស្វែងរកតាមវិជ្ជាជីវៈនិងជំនាញរបស់ពួកគាត់មែនតើទៅយើងឃើញថាសហគ្រាសគ្រឹះស្ថានយើងមានកើតច្រើនណាស់សម្រាប់នៅក្នុងប្រទេសកម្ពុជាយើងនៅវិស័យវិជ្ជាភ័ណ្ឌកាត់ដេរស្បែកជើងកាបូបនិងសម្រាប់ធ្វើដំណើរយើងមើលឃើញតែរីកច្រើនមែនទែនមកបច្ចុប្បន្ននេះនៅជារួមអ្វីដែលសំណួររបស់លោកផលីបានលើកឡើងតកតងទៅនឹងតើសម្រាប់សហគ្រាសគ្រឹះស្ថានមួយរោងចក្រមួយក្រុមហ៊ុនមួយដែលមិនមានសហជីពតើវាបានផ្ដល់ផលប្រយោជន៍ឬក៏វាដំណើរការទៅល្អប្រសើរទេសម្រាប់បងប្អូនកម្មករយើងហើយដែលឡែកបងប្អូនកម្មចំពោះសហគ្រាសគ្រឹះស្ថានដែលមានសហជីពដែលយើងមានសហជីពមានអីចឹងទៅតើវាកិច្ចការវាយ៉ាងម៉េចដែរមែនផលីបាទតែវាខុសគ្នាយ៉ាងម៉េចយើងចង់លើកឡើងបន្តិចថាទាំងច្បាប់ស្តីពីការងារមាត្រា261រហូតដល់មាត្រា267គឺគេបានចែងអំពីយន្តការខាងនាំប្រតិភូបុគ្គលិកក៏ដូចជាសហជីពដែរបាទតកតងនេះគឺច្បាប់យើងបានបើកសម្រាប់ឲ្យបងប្អូនយើងមានការរៀបចំជាអង្គការជីវៈហើយយើងមើលរដ្ឋធម្មនុញ្ញរបស់យើងក៏មានកំណត់ឲ្យបើកអង្គការសមាគមដែរដូច្នេះយើងថ្មីនេះយើងមានច្បាប់របស់យើងមួយទៀតគឺច្បាប់ស្តីអំពីសហជីពបាទនេះយើងកាន់តែច្បាស់ថាពីមុនមកយើងមានត្រឹមតែចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសរបស់យើងមានចែងច្បាប់ស្តីពីការងារឥឡូវនេះយើងមានច្បាប់សហជីពណានេះយើងត្រូវគាត់សង្កត់ថាហេតុអីបានយើងចាំបាច់មានច្បាប់សហជីពហើយតែមានសហជីពវាបានផ្ដល់ផលប្រយោជន៍ស្អីខ្លះដល់បងប្អូនកម្មករយុវជនយើងបាទអូខេដើម្បីភាសាពេលវេលាខ្លះយើងកុំឲ្យខាតពេលវេលាខ្ញុំចង់លើកឡើងឲ្យដាច់ពីគ្នាថាចំពោះបងប្អូនដែលយើងមានសហជីពខ្ញុំនិយាយពីរឿងអ្នកមានសហជីពមុនសិនរោងចក្រសហគ្រាសដែលមានសហជីពទី1យើងមើលឃើញថាកាលណាមានសហជីពបានន័យថាមានសម្បុកតែអត់កំព្រាបានន័យយើងមានឪពុកមានបងមានប្អូនណាដូចមានអាណាព្យាបាលមួយផ្ទះមួយមានអាណាព្យាបាលចឹងបាទនេះយើងចង់និយាយក្តៅពីរឿងគ្រួសារបន្តិចចុះផ្ទះមួយមានអាណាព្យាបាលគ្រប់គ្រាន់បានន័យថាឧទាហរណ៍យើងមានសហជីពនៅពេលដែលបងប្អូនកម្មករយើងមានបញ្ហាអ្វីសហជីពយើងជាអ្នកចូលរួមសម្របរួលការដោះស្រាយគ្រប់ករណីកិច្ចជួយដល់បងប្អូនយើងដោយមិនចាំបាច់ចំណាយពេលបងប្អូនចំណាយពេលទៅធ្វើខ្លួនឯងបាទណាបានន័យថាមានអីយើងក៏ប្រាប់ទៅថ្នាក់នាំសហជីពប្រចាំនៅក្នុងក្រុមហ៊ុនរបស់យើងហ្នឹងប្រាប់អំពីបញ្ហាជូនទៅគាត់ណាពីប្រភពងាយស្រួលអញ្ចឹងយ៉ាងណាមិញដូចជាយើងនិយាយថាហេតុអីបានជារឿងគ្រប់រឿងក្តីគេយកចាំបាច់ណាស់ត្រូវការមេធាវី
vì mình phải cho ấy từ cam bây giờ mình cho ấy thì muối bây giờ ví chỉ nè thua cái cà chỉ nè trai phở chỉ nè tầm rong cho bọc chỉ nè ca bia sệt nè giang nam mình được cái chứ nếu bây giờ mình xạ chip nó chỉ nè tầm rong mơ bỏ ra cho na xem con xạ chip thì chọn chỉ con ốm á ra cho na con xạ chip bằng bên tên dương tay trở lòm ra cho na con xạ chip nó cứ cầm con vô trước nơi khăn lừa ta nơi khăn lừa nè hỡi bánh truôi máu về châu nạ cầm cái ban mà chua nạ non một tù năm một đánh con thạch chìm tại dương rồi ngay dương cú phường dương này lừa đánh nan con bằng cầm cò tạm phất cầm con này lừa bờ dương này dây ở trừ tông đánh nan con thạch chìm với cầm con này lừa phường dương chỉ nè đầm rong phở chỉ nè tua vô por mi bị cột chỉ nè đó sai ở cột chỉ nè xong rồi quạt nâng nè để rung chạ xa khi mình sẽ chip trên anh chẳng nát lừa cầm mà có nè được nom xạ chip miền Bắc Thiên Úc Thiên để khai thì cai là như thì vực sang pu nạ cam cá bỏ xạ chip vẫn cứ chưa spin đầm bay tầm thua dạng ná ở bong ôn chương đào tới ối từ tam play sai dân tầm rong với dân tầm rong xạ chip tầm rong cứ tầm rong tam chip bắp nhé dương nè sắp ra chip bắp dương vô bị chip bắp tụi bay dương mấy chỉ nè chip bắp ở đó mình tái cả này dương khai chỉ nè được nóm dương từ trẻ năng bong ôn cam có pe khác quạt ban sẽ đập tại tam tại bò miền thế còn tái quát mình miền pe an sập hơi chip bắp đối dương như nè tại chip tì năng kho mùi kho pi nơi pe miền hai này phầy xem ban nhà ha ai xem như mưa khơi thì chẳng nè để lươn trên kế cứ xạ chip dương này ban này còn miền phim quạt đài không chặt quạt còn từ rốt từ rô xạ chip còn miền phim quạt đài miền ban nhà xạ chip cứ từ xua sốc tục quạt cho từ đó mua than cho từ đó tia rưỡi từ đó cái lái đáy quạt sạn này anh đi hai đây cái hai thằng nào chia ba mùi chấm nốt để dương mưa được không rung chạm về là miền xạ chip thật cái đừng khi người ta Santani dương cung mà dưới nó cứ miền thật cái miền thang xạ chip cứ mê dương mà nè cứ mê xạ chip dương còn ai thưa ca ở dương còn ai cho cha ở dương còn ai đo sai ở dương ở dương thưa ca thong đã ở khăn thì ôn tho ta xong cho bắp dương ai prap từ mê krom mà dương nửa đây mình bán nửa miền Bắc nhà và sân dương ở miền xạ chip cho bán ha dương tự nhiên nhà vậy từ cả trở lại office kia thưa ở miền Bắc nhà kha từng pi về phó hay chân có mới tới khơi sàn thiết vì mình bật ở đây tại vào miền mê xạ chip quất mình nén thưa ca dương được anh ấy vì chỉ là rùa mùi đòi like không ni pi rung chạm đây mà miền xạ chip nơi p để dương miền Bắc nhà từ sông cho bắp được miền Bắc nhà sẽ mưa cao sầm rạp khuôn này cứ dương đau của anh toàn ca đau được khuôn anh trong pra bọt vì sao để dương phơi để không chặt đằng này bờ chân mình áo miền tầm mui đi cứ hô từ này ở đang tập bưng na đây cái bị khuôn anh bưng na tập bưng thiên crom người thọ đấy anh em kể là vô thời ca nghiệp ok mấy chị đã ca phía dương chẳng nói khá là dương từ miền xạ chip làm bay ngay xưa dương rộp quát ấy quát thưa cá chìm nuôi dương thế đấy dương ở miền Bắc thì chẳng bởi dây bị khâu ní cứ khâu đánh tuy mũi bởi dây bị rung chạ đã miền xạ chip á khang bài giờ cái sự tục chặt đi pro hai ấy cái khai thành chơi cái khai thành để miền Bắc hạ cao lá hưng ta là sầm rộp luôn nè ná chỉ này châu chỉ phía kia đầm na cam con làm bay từ sầm rộp luôn về khác dương miền pro thu bộc lực này không có môn mới tại lại khác từ miền pro thu bộc lực ấy được xem dây mấy nhá bạn bạn trai từ miền pro thu bộc lực bàn tay pro thu bộc lực về khác con ở sau bán dul bị cái tạm cách bảo quát tê mình tên đã khơi pro thu bộc lực từ đi cho bạn cầm ro hai từ đi cho bạn bàn tay xạ chip chứ từ miền bắp xạ chip hai mê vào cái giao từ biển cứ hạ quan giao từ độc đà ở vô bị tuổi ti phía cách bảo luôn từ thời ấy anh men dây thà ní bàn tay giờ mưa khinh chẳng men thà chip khiếm cứ thì chủ tư mình đặt nhóm về group hạ quan xạ chip đại khá na từ miền Cam bị thi độc đà này cho bắp đây bị cá nghĩa cho bắp xạ chip đó thà non chip mùa thà chẳng là ní hết trong dây thà bảo bị đá vĩnh vì miền bậc khiêm để chăm bán thì muốn miền ở cả độc đà là xạ chip đại khái tha xạ chip mu là than xạ chip nè bị đá mà và lời nó từ miền thì dương để xạ pon nó chỉ là do xạ chip máu độc đà còn chết còn do tới cà phí con trai bỏ quạt do thì cà phí mà trực bỏ quạt
ហើយមែនតើបើយើងគិតជារួមខ្ញុំលើកឡើងមកវិញថាមានសហជីពវាល្អជាជាងអត់មានសហជីពល្អទាំងពីរទាំងកម្មករយោជិកនិងយោជកភៀវមកក៏គេទៅសារថាសហជីពរោងចក្រនេះមានសហជីពបាននៅរោងចក្រល្អហើយมันអាចធ្វើលោកសិទ្ធិលោកលក្ខខណ្ឌការងារឬក៏បំពេញទៅលើផលប្រយោជន៍កម្មករទេតែបើអត់សហជីពច្បាស់ណាស់គេថាអត់សូវទុកចិត្តបានដែរព្រោះខ្លាចវាអត់ទៀងណាអត់សហជីពបើសិនជាល្អច្បាស់រោងចក្រគេបង្កើតឲ្យមានសហជីពបានហើយថាมันល្អមិនទៅបានតែมันមានសហជីពនោះឯងនេះខ្ញុំនិយាយនេះខ្ញុំឲ្យយល់ថាការមានសហជីពផ្ដល់ផលប្រយោជន៍បានទាំងសងខាងទាំងកម្មករយោជិកទាំងយោជកបាទលោកហូលីអរគុណច្រើនលោកអនរាដែលបានបកស្រាយយ៉ាងកក់បាយតកតងពីអត្ថប្រយោជន៍រោងចក្រសហគ្រាសមួយមានសហជីពមានអត្ថប្រយោជន៍យ៉ាងម៉េចអត់សហជីពយ៉ាងម៉េចតែភាគច្រើនតកែរោងចក្រណាភាគច្រើននឹងគាត់ថាតម្រូវឲ្យមានឬក៏អត់ខាងតកែភាគច្រើនក៏ដូចអត់ចូលចិត្តសហជីពគឺយ៉ាងម៉េចខ្លាចកាលណាមានសហជីពទៅអាចនឹងធ្វើជុះទៅភ្លៀងអីចឹងណាដល់តែស្ដាប់លោកអនរាលើកឡើងនេះគឺថាបើសិនជារោងចក្រសហគ្រាសមួយមានសហជីពមូលដ្ឋាននៅក្នុងហ្នឹងអញ្ចឹងសុខដុមរមនានៅកន្លែងធ្វើការប្រកាសជាមានច្រើនបើថាមានបញ្ហាអីបងប្អូនកម្មករធម្មតាគាត់អត់សូវចេះច្បាប់អញ្ចឹងបងបាទអញ្ចឹងគាត់មានតែពឹងពាក់ទៅលើសហជីពមូលដ្ឋានយើងដែលមានការចូលរួមបដិបដាពីសហព័ន្ធដូចលោកលើកអញ្ចឹងគាត់ចេះការពារចេះច្បាប់ពេលដែលទៅតទល់ឬក៏ម្របរួលក្នុងករណីវិវាទឬក៏តាមសំណូមពរណាមួយដែលបងប្អូនពឹងពាក់អីចឹងទៅតែដល់ពេលអត់មិញលោកអ៊ុនរ៉ាលើកដែរបើអត់ពេលខ្លះគាត់ទៅផ្ទាល់តែគេនិយាយមិញអញ្ចឹងមិនចឹងតែពេលខ្លះគាត់អត់យល់ពីច្បាប់ទៀតប្រហែលខាងរោងចក្រថាត្រូវហើយអញ្ចឹងត្រឡប់ទៅវិញមានតែខ្លះក៏អត់ពេញចិត្តទឹកភ្នែកដូចលោកលើកឡើងអញ្ចឹងចំណុចនេះក៏ពិតជាល្អដែលលោកបានលើកឡើងមកចឹងខ្ញុំសង្ឃឹមថាតាមសហគ្រាសគ្រឹះស្ថានផ្សេងគួរតែបងប្អូនយើងគួរតែមានសហជីពនៅក្នុងហ្នឹងដើម្បីជួយទៅដល់បងប្អូនកម្មករយើងដែលគាត់បម្រើការក្នុងហ្នឹងមានផលលំបាកមិនគឺបងប្អូនសហជីពយើងអាចទៅជួយណាជួយយកចិត្តទុកដាក់ចុះសួរសុខទុក្ខឬក៏យកបញ្ហាដែលបងប្អូនកម្មករខ្លះគាត់អត់ហ៊ានគាត់ទៅចូលថ្មីថ្មគាត់ហ៊ានគាត់អាចយកបញ្ហាហ្នឹងទៅសម្របសម្រួលជាមួយខាងម្ចាស់សហគ្រាសរោងចក្របាទអរគុណច្រើនលោកមានអីបន្ថែមទៀតទេក្នុងភាពរបស់យើងល្អលោកប៉ូលីសខ្ញុំគាត់ចង់បន្ថែមបន្តិចដើម្បីលើកទឹកចិត្តដល់ភាគីទាំងសងខាងបានន័យថាបើយើងនិយាយពីយន្តការងារច្បាស់ណាស់តែមានការងារគេហៅថាដាច់ខាតត្រូវតែមានតកែត្រូវតែមានកម្មករបាទហើយតែមានកម្មករដាច់ខាតហើយត្រូវតែមានអង្គការដែលតំណាងឲ្យពួកគាត់គេហៅថាអង្គការវិជ្ជាជីវៈដែលហៅថាសហជីពនឹងឯងអញ្ចឹងយើងត្រូវយល់ថាសហជីពមួយដែលកើតបានគឺកើតចេញពីកម្មករហើយអញ្ចឹងឲ្យសម័យតកែគាត់យល់ហើយការមានសហជីពគឺយើងអាចធ្វើឲ្យលក្ខខណ្ឌការងារក៏ប្រសើរដែរព្រោះអង្គការវិជ្ជាជីវៈដែលហៅថាសហជីពហ្នឹងគឺជាអង្គការមួយឃ្លាំមើលលក្ខខណ្ឌការងារការអនុវត្តលក្ខខណ្ឌការងារមិនមែនជាអ្នកទៅបំផុសបំផុលទៅញុះញង់ទៅបំបោទេនៃជារួមគឺជាអង្គការមួយសម្រាប់ឃ្លាំមើលការអនុវត្តលក្ខខណ្ឌការងារការអនុវត្តប្រាក់ឈ្នួលការអនុវត្តសិទ្ធិនិងផលប្រយោជន៍ដែលច្បាប់បានឲ្យតែប៉ុណ្្នឹងទេហើយតែមានយន្តការអីយើងមានបញ្ហាអីថៅកែឬតំណាងរាជកហ្នឹងគាត់អាចមករកសហជីពបាទដើម្បីទៅជែកគ្នាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យមានការសន្ទនាសង្គមសន្ទនាគ្នាឲ្យបានច្បាស់លាស់ទៅលើកិច្ចការមួយចំនួនមុននឹងចាប់ផ្ដើមធ្វើអីកុំឲ្យច្រឡំអញ្ចឹងនឹងខំមួយហើយដែលឡែកទៅកន្លែងរោងចក្រដែលមិនមានសហជីពក៏បីត្រូវតែស្វែងទៅរកតំណាងប្រធូបុគ្គលិកដែលហៅតំណាងកម្មករយុវជនណាបងប្អូនស្គាល់ថាពីតំណាងកម្មករទេស្វែងរកតំណាងកម្មករហើយតំណាងកម្មករហ្នឹងមែនតើទៅខ្ញុំលើកទឹកចិត្តថាក៏បីឲ្យស្គាល់តួនាទីភារកិច្ចរបស់ខ្លួនតើយើងមិនទៅតំណាងទៅធ្វើការអីខ្លះអញ្ចឹងណាហើយស្វែងយល់អំពីច្បាប់ការងារក៏ដូចជាច្បាប់ផ្សេងឲ្យបានច្បាស់លាស់មុននឹងយើងសម្រេចចិត្តធ្វើអីត្រូវតែយើងមើលថាតើអាកិច្ចការហ្នឹងវិវាទនេះវាកើតមកហ្នឹងវាស្អីគេតើវាកើតអំពីច្បាប់បើយើងយកទៅដោះស្រាយទៅអីយើងសិក្សាមិនអញ្ចឹងណាយើងកុំធ្វើអីមួយដោយគាត់ថាស្ដាប់មួយខាងហើយយកទៅធ្វើតែម្ដងខ្ញុំផ្ដាំតែចេះសូមឆ្នាំងមិនក្តៅកុំក្តៅក្រោបអានេះវាជាចំណុចមួយខ្ញុំចង់ផ្ដាំថាដាច់ខាតណាស់យើងត្រូវតែសិក្សារឿងហ្នឹងឲ្យច្បាស់ហើយយករឿងហ្នឹងទៅវិភាគចរចាដោះស្រាយ
từ tam thì tệ thi mùi បាទ ឧទាហរណ៍ខ្ញុំមើលឃើញរាល់សប្តាហ៍ថ្ងៃនាយកតកែអីបើខ្ញុំនិយាយមែនតើប៉ុន្តែនាយកមួយចំនួននៅមានការយល់ច្រឡំអញ្ចឹងនៅពេលមានការយល់ច្រឡំគាត់ជឿទៅតាមទីពឹក្សាគាត់ទៅធ្វើអីមួយណាទៅធ្វើអីប្រេះផ្ដាស់គាត់បែរទៅជាប្រជុំសហជីពគាត់បែរទៅធ្វើទុកបុកនឹងសហជីពទាំងសហជីពហ្នឹងគេកំពុងដើរតាមនីតិវិធីច្បាប់ស្រួលគេអត់មានទៅធ្វើអីគាត់ទេប៉ុន្តែគាត់ហ្នឹងជឿតាមទីពឹក្សាទៅត្រូវមានសហជីពច្បាស់ជាមានបញ្ហាចេះដូចលោកពលិឡើងលើកឡើងមិញណា បាទ មានសហជីពអាចមានបញ្ហាចេះតាមពិតខ្ញុំលើកទឹកចិត្តថាសហជីពបើកាលពី10ឆ្នាំជាងមុនអាហ្នឹងខ្ញុំមិនទាន់ថាម៉េចទេដោយសារគេមិនទាន់យល់ពីច្បាប់សហជីពឥឡូវចាស់ទុំហើយសហជីពនៅកម្ពុជានេះចាស់ទុំគេយល់ច្បាស់នីតិវិធីនៃការដោះស្រាយនីតិវិធីនៃការចរចានីតិវិធីនៃការផ្សះផ្សាតើយន្តការណាខ្លះគេធ្វើអស់ហើយអញ្ចឹងខ្ញុំលើកទឹកចិត្តថាសូមឲ្យនាយកឬតកែមួយចំនួនហ្នឹងមេត្តាយល់ហើយកុំបារម្ភថាមានសហជីពមានបញ្ហាអត់ទេណាមានសហជីពគឺបានសម្របសម្រួលការងារសម្របសម្រួលចំនួនទាំងឡាយណាដែលមានជាយថាហេតុមានសហជីពតែអត់សហជីពវិញទេដែលលោកមិនទៅរកអ្នកណាយនេះដៃគូក្នុងការចរចាជាមួយលោកច្បាស់ណាស់លោកច្បាស់ជាទៅរកនេះរកនោះទៅបេះផ្ដាស់តាមទីវិសាគេញួរគេប្រកបអីចឹងទៅអាចថាមានអ្នកទីវិសាអីមិនស្រួលនាំលោកទៅខុសក៏បានដែរអញ្ចឹងជាសំណុំពរចុងក្រោយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនកម្មករយុវជនរៀបចំឲ្យមានសហជីពដែលជាអង្គការវិជាជីវៈរបស់ខ្លួនដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារហើយលើកទឹកចិត្តមួយទៀតថាឲ្យនយោជកយល់ឲ្យច្បាស់កុំឲ្យច្រឡំថាមានសហជីពមានបញ្ហាមែនទេអត់ទេនឹងលោកទៅយល់ឲ្យច្បាស់មានសហជីពគឺជាដៃគូដ៏ល្អដើម្បីអភិវឌ្ឍការងារក៏ដូចជាជំរុញឲ្យមានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរនៅកន្លែងការងារនេះខ្ញុំសូមប៉ុណ្ណឹងបាទលោកនាងអរគុណ បាទអរគុណច្រើនលោកបណ្ដាដែលបានបន្ថែមអំពីអត្ថប្រយោជន៍របស់សហជីពតែសហជីពគឺបានឃ្លាំមើលនិងគាំពៀទៅលើលក្ខខណ្ឌការងារនៅកន្លែងការងារកាន់តែល្អប្រសើរចំណុចនេះគឺជាចំណុចសំខាន់អញ្ចឹងខ្ញុំសង្ឃឹមថាតកែរោងចក្រមួយចំនួនគឺអាចស្វែងយល់នៅចំណុចនេះឡើងវិញកុំបារម្ភច្រើនពេកកាលណាបារម្ភច្រើនពេកអាចខ្លាចជាបញ្ហាវិញបាទអញ្ចឹងបើសិនជាយើងមានដៃគូសន្ទនាមួយនៅកន្លែងការងាររកចំណុចដែលខ្វះខាតលក្ខខណ្ឌណាដែលយើងបំពេញទៅវាមិនល្អមានដៃគូសន្ទនាប្រាប់យើងអាហ្នឹងយើងអាចកែតម្រូវអញ្ចឹងធ្វើឲ្យកន្លែងការងារមួយយើងកាន់តែប្រសើរឡើងបាទអរគុណច្រើនលោកអនុរាដោយសារពេលវេលាយើងមានកំណត់ដែរខ្ញុំបាទឡាយផលីនិងលោកអនុរាសូមអរគុណសូមគោរពលា